សួស្តីអ្នកនរគ្នាជាបន្តទៀតនេះខ្ញុំចង់បង្ហាញអ្នកនរគ្នាអំពីរបៀបលុបព័ត៌មាននេះចោលទាំងអស់អញ្ចឹងយើងអាចលុបព័ត៌មាននេះចោលបានលុះត្រាតែយើងចូលទៅកាន់ផ្នែកខាងក្រោយកន្លែង edit HTML នេះហើយកន្លែងនេះនៅខាងក្រោមគេបំផុតនេះកន្លែងគេ comment ថា you don't have permission to remove or change this គេថាអ្នកពុំមានសិទ្ធិដើម្បីលុបឬក៏ផ្លាស់ប្ដូរព័ត៌មាននេះបានឡើយប៉ុន្តែយើងអាចលុបឈ្មោះនេះបានហើយយើងឧទាហរណ៍ថាយើងរបស់គេដាក់ថា F theme យើងបដូរដាក់ឈ្មោះយើងវិញឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះរបស់ខ្ញុំមកសម័យនេះទៅគឺខ្ញុំដាក់ពេញបានណាដូនសម័យដោះចោលហើយ blocker theme by នេះ W blocker នេះរហូតមកដល់កន្លែងចន្លោះនេះយើងដាក់ឈ្មោះស្អីក៏ដែរបានដែរយើងអាចដាក់លេខទូរស័ព្ទរបស់យើងក៏បានដែរយើងដាក់ថា tele យើងដាក់ tel បានដែរបានណាយើងដាក់លេខទូរស័ព្ទរបស់ខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំ012 326 707ឡើយនេះហើយកន្លែងនេះទៀតបើយើងលុបចោលប្លុកនេះក៏បានដែរដូចគ្នាយើងអាចលុបចោលបានហើយនេះហើយយើងលុបចោលយើងទុកហ្នឹងហើយMicrosoft Exchange Hosting អញ្ចឹងយើងទុកប៉ុណ្ណឹងយើងដាក់ឈ្មោះវាប៉ុណ្ណឹងតែយើងអាចនេះបានអត់អញ្ចឹងកន្លែងដែលយើងនៅប្លុកនេះយើងអាចលុបបានហើយនេះបាទផ្សេងទៀតមិនអាចលុបបានទេដោយសារគេ link ជាប់ពី website របស់គេមកអញ្ចឹងយើងចុច save មករងចាំវាបន្តិចចាំរហូតដល់វា save ចប់ចាំតិចទៀតនៅពេលដែលយើង save ចប់ហើយយើង refresh មើលទៅវានឹងឃើញឈ្មោះរបស់យើងវិញឈ្មោះរបស់គេនឹងបាត់ហើយសារយើងអត់ទាន់ save ចប់យើងចូលមកមើលកន្លែង save វិញយើង close save ដល់ថ្មីបាទចូលសារថ្មី close ចូលមកកន្លែងនេះវិញចូល proceed នេះខ្ញុំនឹងអត់ទាន់បាត់ទេអញ្ចឹងយើងចូលមកផ្នែកខាងក្រោមយើងដូរព័ត៌មានកន្លែងមិញមកនៅនេះយើងអាចដូរបានយើងដាក់ឈ្មោះយើងមកសម័យនៅនេះ blocker by នៅនេះយើងអាចដូរដល់នេះបានខ្ញុំដាក់ telephone 012 326 707អូខេទីពីមកយើងដូរដល់ប៉ុណ្ណឹងសិនក្រោមទៅគឺយើងអាចដូរបានដែរសារថ្មីហ
ហើយជាមកពីការសរសេរកូដកំណត់របស់គេមិនឲ្យយើងផ្លាស់ប្ដូរព័ត៌មានទើបយើងមិនអាចដូរព័ត៌មាននឹងបានហើយខ្ញុំចូលមកមើលផ្នែកខាងមុខតើវាដូរបានឬមិនបានគេហាមតែនៅក្នុងកូដតែក្រៅកូដយើងអាចដូរបាននេះខ្ញុំអាចដូរឈ្មោះមកខ្ញុំបាននេះនេះ telephone នេះអញ្ចឹងក្រៅពីនឹងផ្សេងទៀត Premium Blocker Stream នេះយើងអាចដូរបានដូចគ្នាអញ្ចឹងអរគុណចំពោះការទស្សនាវីដេអូក្នុងការផ្លាស់ប្ដូរព័ត៌មានកន្លែងនេះសូមបញ្ចប់